ប្រទេសចំនួន8ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេដើម្បីចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលសារតែអក្រិតកម្មសង្គ្រាមរបស់លោកនៅក្នុងតំបន់ហ្គាហ្សា Richimo Cafe ប្រេនកាហ្វេលំដាប់ខ្ពស់ចម្រាញ់ចេញពីកាហ្វេ Arabica Sot 100% Richimo ផ្ដល់នូវក្លិនឈ្ងុយជាប់មាត់តាំងពីដំណក់ដំបូងចង់ក្រេបរសជាតិកាហ្វេ Sot កាហ្វេឆ្ងាញ់បែប Premium និងមុខម្ហូបជាច្រើនទៀត Complex Richimo Cafe ទីតាំងដំរីផាក 598 បើយោងតាមសារព័ត៌មាន Al Jazeera ប្រទេសទូគីយេ Slovenia លីទូហានី Norway ស្វីស អ៊ីឡង់ អ៊ីតាលីនិងកាណាដាបានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេដើម្បីចាប់ខ្លួនលោកនេតាន់យ៉ាហ៊ូចំពោះអក្រិតកម្មសង្គ្រាមរបស់លោកនិងការប្រឡ័យពូជសាសន៍ប្រជាជនប៉ាឡេស្ទីនសប្តាហ៍មុននេះការិយាល័យរដ្ឋអាជ្ញាក្រុងអ៊ីស្តង់ប៊ូលរបស់ប្រទេសទូគីយេបានចេញដីកាចាប់ខ្លួនជនសង្ស័យអ៊ីស្រាអែលចំនួន37នាក់ដែលត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការប្រឡ័យពូជសាសន៍នៅខេត្តតំបន់ហ្គាហ្សាក្នុងចំណោមបុគ្គលទាំងនេះរួមមានលោកនេតាន់យ៉ាហ៊ូលោកយីស្រាអែលខាតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលផងដែរបុគ្គលទាំងនេះត្រូវបានហាមឃាត់មិនឲ្យចូលទៅក្នុងទឹកដីទូគីយេនិងសូម្បីតែឆ្លងកាត់ដែនអាកាសរបស់ខ្លួនក៏ដោយគួររំលឹកផងដែរថានៅក្នុងខែធ្នូឆ្នាំ2023អាហ្វ្រិកខាងត្បូងបានផ្ដួចផ្ដើមដំណើរការច្បាប់ប្រឆាំងនឹងអ៊ីស្រាអែលដោយចោទប្រកាន់របបនេះថាបានរំលោភលើអនុសញ្ញាប្រឡ័យពូជសាសន៍ក្នុងការប្រព្រឹត្តចំពោះប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីពេលនោះមកប្រទេសមួយចំនួនរួមទាំងប្រទេសនីការ៉ាហ្គ័រកូឡុំប៊ីលីប៊ីមិចស៊ីកូប៉ាឡេស្ទីនអេស្ប៉ាញនិងទូគីយេបានចូលរួមក្នុងសំណុំរឿងនេះដោយឡែកកាលពីខែវិច្ឆិកាឆ្នាំ2024តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោកនេតាន់យ៉ាហ៊ូនិងអតីតរដ្ឋមន្ត្រីរបស់លោកគឺលោកយូអាប់ហ្គាឡាន់ពីបទអក្រិតកម្មសង្គ្រាមនិងអក្រិតកម្មប្រឆាំងនឹងមនុស្សទឹកពិសាបរិសុទ្ធអហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ012 379 909និង071 78 99 990